បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមានរូបភាពមួយសន្លឹកទៀតដើម្បីចែកម្លែកដល់បងប្អូនពាក់ព័ន្ធជាមួយនឹងការចាប់យកបញ្ហាប្រឈមមកជាឱកាសនៃការសិក្សាដោយបងប្អូនទាំងអស់គ្នាបានដឹងហើយថាបញ្ហាប្រឈមវាជាចំណុចដែលពួកយើងអត់ចង់ជួបទេជាពិសេសគឺការប្រឈមមុខនៅអ្វីមួយប្រឈមមុខនឹងរឿងរ៉ាវប្រឈមមុខនឹងបញ្ហាប្រឈមមុខនឹងឧបសគ្គសុទ្ធតែជារឿងដែលយើងពិបាកប៉ុន្តែបងប្អូនកុំភ្លេចថាវាសុទ្ធតែជាឱកាសដើម្បីយើងសិក្សាពីវាហើយដើម្បីយើងរៀបចំខ្លួននៅក្នុងឱកាសណាមួយដែលយើងអាចចាប់យកបានបើសិនជាបងប្អូនអរគ្នាមិនធ្លាប់ជួបប្រទះនៅបញ្ហាប្រឈមទេយើងអត់ដឹងថាយើងត្រូវរកវិធីដោះស្រាយមិនទេអញ្ចឹងបញ្ហាប្រឈមក្នុងជីវិតរបស់យើងបញ្ហាប្រឈមនៅក្នុងការងាររបស់យើងបញ្ហាប្រឈមក្នុងការរកស៊ីរបស់យើងគ្រប់ការបំពេញនៅបេសកកម្មរបស់យើងទាំងអស់គឺតែងតែមានការប្រឈមប៉ុន្តែយើងអាចយកពីការប្រឈមនឹងមកជាឱកាសនៃការសិក្សាបានទេយកពីការប្រឈមនឹងមកជាឱកាសនៃឱកាសដែលយើងត្រូវចាប់យកបានទេបងប្អូនទាំងអស់គ្នាធ្លាប់គិតឃើញតែពីបញ្ហាប្រឈមប៉ុន្តែយើងអត់គិតថាគ្រប់បញ្ហាប្រឈមទាំងអស់សុទ្ធតែជាឱកាសមនុស្សយើងមិនសិនជាកើតមកសុខស្រួលជួបតែរឿងល្អយើងមិនដឹងថាតើការប្រឹងប្រែងនោះវាមានអត្ថន័យមិនទេតែពេលដែលយើងធ្លាប់ជួបការលំបាកពេលដែលយើងជួបការមើលងាយពេលដែលយើងជួបចំពោះមនុស្សដែលផ្ដល់ជា lesson ផ្ដល់ជាមេរៀននៅក្នុងជីវិតរបស់យើងវាធ្វើឲ្យយើងចេះតាំងចិត្តពេលខ្លះពាក្យមើលងាយរបស់អ្នកដទៃអាចធ្វើឲ្យយើងប្រែប្រួលអាចធ្វើឲ្យយើងរីកចម្រើនប៉ុន្តែពាក្យសរសើររបស់អ្នកដទៃពេលខ្លះធ្វើឲ្យយើងនឹងអស់ឱកាសក៏បានដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាកុំគិតថាបញ្ហាប្រឈមទាំងអស់សិតតែអាក្រក់វាអាក្រក់ក្នុងន័យដែលយើងមើលទៅឃើញអាក្រក់ប៉ុន្តែបើសិនជាយើងមើលបញ្ហាប្រឈមជាឱកាសដើម្បីយើងសិក្សាជាឱកាសដើម្បីយើងយកមកអភិវឌ្ឍខ្លួនមានមនុស្សភាគច្រើនពេលដែលជួបបញ្ហាប្រឈមគាត់ទៅជាបាក់ទឹកចិត្តគាត់ទៅជាមានការពិបាកចិត្តមានការគិតច្រើនមានបញ្ហានេះនោះមិនចេះចប់ប៉ុន្តែសម្រាប់អ្នកដែលមានស្មារតីអ្នកដែលមានការសិក្សាអ្នកដែលមានការស្វែងយល់ច្រើនគឺគេមិនដែលគិតថាបញ្ហាប្រឈមនោះអាក្រក់ទេវាជាឱកាសរបស់គេវិញឱកាសយ៉ាងណាឱកាសដើម្បីគេសិក្សាអំពីបញ្ហាប្រឈមទាំងអស់នោះមកជាការយល់ដឹងហើយរកវិធីដោះស្រាយនៅបញ្ហាប្រឈមហ្នឹងពេលដែលយើងដោះស្រាយបញ្ហាប្រឈមនោះបានយើងនឹងចាប់ផ្ដើមប្រែប្រួលយើងនឹងចាប់ផ្ដើមរីកចម្រើនឡើងវិញអញ្ចឹងគ្រប់បញ្ហាប្រឈមទាំងអស់មិនសុទ្ធតែជាអាក្រក់ទេវាអាចជាឱកាសនៃការសិក្សាវាអាចជាឱកាសនៃការដែលយើងអភិវឌ្ឍខ្លួនវាអាចជាឱកាសដែលយើងយកបញ្ហាប្រឈមទាំងអស់នោះជាមេរៀននៃជីវិតរបស់យើងក្នុងការអភិវឌ្ឍខ្លួនហើយបើសិនជាមនុស្សយើងមិនទាន់ជួបនៅបញ្ហាប្រឈមយើងមិនដឹងថាតើការដោះស្រាយបញ្ហាប្រឈមនេះយ៉ាងម៉េចតើដើម្បីការវិវត្តខ្លួនទៅរកភាពជោគជ័យនេះយ៉ាងម៉េចអញ្ចឹងមនុស្សយើងទាំងអស់សុទ្ធតែជួបបញ្ហាប្រឈមក៏នៅថាអ្នកខ្លះចេះយកបញ្ហាប្រឈមមកជាការសិក្សាអ្នកខ្លះទៀតមិនបានយកបញ្ហាប្រឈមមកជាការសិក្សាទេបែរជាត្រូវរងសម្ពាធបាក់ទឹកចិត្តពីបញ្ហាប្រឈមហ្នឹងអញ្ចឹងសូមបងប្អូនអរគ្នាចាប់យកបញ្ហាប្រឈមមកជាឱកាសនៃការសិក្សាចាប់យកបញ្ហាប្រឈមមកជាឱកាសនៃការអភិវឌ្ឍខ្លួនកុំគិតថាបញ្ហាប្រឈមទាំងអស់នោះគឺជាចំណុចចុងក្រោយនៃជីវិតរបស់យើងព្រោះជីវិតរបស់យើងមិនអាចចប់ត្រឹមបញ្ហាប្រឈមនោះទេមិនថារឿងនោះតូចក៏ដោយមិនថារឿងនោះធំក៏ដោយមិនថារឿងនោះអាក្រក់ក៏ដោយមិនថារឿងនោះគួរឲ្យខ្លាចយ៉ាងណាក៏ដោយគឺយើងត្រូវតែយកវាមកជាឱកាសនៃការសិក្សា
ដើម្បីអភិវឌ្ឍខ្លួនកាលណាដែលយើងអាចប្រឈមអាចដោះស្រាយអាចកែខ្លួនឯងអាចកែនៅបញ្ហាប្រឈមនោះឲ្យមកជាឱកាសបានន័យថាយើងនឹងក្លាយជាមនុស្សខ្លាំងយើងនឹងអាចឈានទៅរកឱកាសផ្សេងៗទៀតអញ្ចឹងសូមបងប្អូនអរគ្នាព្យាយាមសិក្សាពីបញ្ហាប្រឈមដែលយើងជួបទាំងអស់ហើយយកវាមកជាការគិតយកវាមកជាការពិចារណាយកវាមកជាឱកាសដើម្បីយើងឈានឆ្ពោះទៅរកភាពរីកចម្រើននៃជីវិតរបស់យើងទាំងអស់គ្នាសូម